បាទសួស្តីបងប្អូនដែលស្រឡាញ់វិស័យបក្សីកលាទាំងអស់គ្នាបាទនៅថ្ងៃនេះគឺខ្ញុំចាប់មុនមកបើចំណីវាអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំបញ្ចុកសាច់គោឲ្យមាន់អញ្ចឹងការបញ្ចុករបស់ខ្ញុំគឺខ្ញុំកាត់វាខ្លីៗមិនចង់ឲ្យឃើញច្រើនទេខ្លាច YouTube ថាយើងធ្វើទរណកម្មលើសត្វអញ្ចឹងខ្ញុំកាត់វាខ្លីៗចែកជូនឲ្យបងប្អូនមើលលេងសានអញ្ចឹងអាកម្មឡូរដែលខ្ញុំកាន់នេះបងប្អូនគឺគីឡូវា22អញ្ចឹងឥឡូវខ្ញុំដាក់វាចូលត្រង់វិញហើយក៏ខ្ញុំចាប់អាជុំផននេះមកចុកម្ដងជុំផនគឺគីឡូវា32បងប្អូនអញ្ចឹងដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងការបញ្ចុកសាច់គោគឺខ្ញុំចាប់ច្រកចុកវាហើយវីដេអូនេះគឺខ្ញុំកាត់ខ្លីៗដូចខ្ញុំប្រាប់បងប្អូនពីខាងលើអញ្ចឹងជុំផងនេះគីឡូ32ឥឡូវវាជំរុញរោមឲ្យបងប្អូនរករោមឲ្យខ្ញុំមិនតូនហ៊ានបលែងវាទេខ្លាចវាច្រោះគ្នាពេលដែលខ្ញុំទៅធ្វើការបាត់អញ្ចឹងបងប្អូនមើលផាយវាមើលហើយមុនទាំងអស់នេះបងប្អូនគឺមុនដែលជំរុញរោមគឺខ្ញុំទឹកពិសិនមុនដែលពេញជុលគឺខ្ញុំយកជុលហើយក៏វាខ្លះយើងក៏ឆ្លៀតលក់ឲ្យបងប្អូនដែរអញ្ចឹងសម្រាប់អាក្រហមសម្បូរនេះគឺគីឡូវា25ពេញអាចឡើងដល់30បងប្អូនអញ្ចឹងខ្ញុំក៏ច្រកវាហើយឥឡូវក៏ជូតទឹកវាឲ្យបងប្អូនមើលរៀងវាបន្តិចសិនថាវាស្អាតប៉ុណ្ណាអញ្ចឹងថ្ងៃស្អែកខ្ញុំនឹងបញ្ចូលរបៀបថ្មពួកវាតើវាមានស្ពតភ្លឺស្អាតណាស់នេះបងប្អូនវីដេអូហ្នឹងចេញពីធ្វើការភ្លាមអត់ដេកអពូនទេមកឆ្លៀតងូតទឹកឲ្យមន់បើនៃមន់សិនបានទៅកក់អាវបានដេកបងប្អូនចឹងមកកៅ stress stro ទៅចេញធ្វើការនេះបងប្អូនណាខ្មៅនេះគឺដៃគូអាក្រហមស្មុំមិញហ្នឹងគឺបងប្អូនវាចឹងក្រុមថានេះរៀងខ្ពស់ជាងបន្តិចទៅកាត់តាមបាវាចឹងនេះគីឡូយ៉ាធំបងប្អូនឡើងដល់32 33ឥឡូវខ្ញុំក៏ជូតសម្អាតវាឲ្យស្អាតអញ្ចឹងបងប្អូនដែលស្លាញ់បក្សីកន្លាឃើញវីដេអូនេះហើយគឺមានអារម្មណ៍តាសម្រាប់ខ្ញុំចេញធ្វើការហត់យ៉ាងណាក៏ដោយក៏បានជូតបងអាយពួកវាគឺមានអារម្មណ៍ថាសប្បាយចិត្តមួយផ្នែកដែរបន្ទាប់ពីយើងធ្វើការហត់ចឹងបងប្អូនមើលផាយរបស់វាចឹងមិនដែរបងប្អូនពេញចិត្តទេនេះបងប្អូនសម្រាប់អាមកក្របវល់នេះគឺយើងថែវាត្រៀមចូលថ្ងៃអាទិត្យហ្នឹងហើយគឺថ្ងៃ31ជាមួយអាកាំឡូនៅខាងមុខគេបងប្អូនអាកាំឡូជុលគីឡូ22អាក្របវល់នេះគឺគីឡូ30អញ្ចឹងថ្ងៃទី31ថ្ងៃអាទិត្យហ្នឹងគឺខ្ញុំអត់ធ្វើការទេអញ្ចឹងយើងចេញជុលពីក្របនឹងបងប្អូនមិនដឹងថាវាសនាពួកវាទៅជាយ៉ាងណាទេប៉ុន្តែការស្រឡាញ់គឺយើងថែវាអស់ពីចិត្តឆ្លៀតពេលថែវាបានច្រើនហើយសាច់វាឡើងម្ដុំបងប្អូនមួយនេះគឺសាច់ណែល្អណាខុសពីអាកាម៉ូឡូហ្នឹងគឺគីឡូវាទូចពេកបងប្អូនសាច់វាមិនសូវជាណែនហាប់ល្អដូចអាក្រុមប៉លទេហើយសម្រាប់វីដេអូនេះបងប្អូនគឺមានអីច្រើនថតឲ្យបងប្អូនមើលទេគឺមានតែបើចំណីមន់និងដាក់ចំណីមន់ពេលព្រឹកឡើងឲ្យបងប្អូនមើលលេងកំសាន្តប៉ុណ្ណឹងហើយបើសិនជាការនិយាយរបស់ខ្ញុំទៅកន្លែងណាមិនសមរម្យឬក៏ស្ដាប់មិនបានទេសូមបងប្អូនមេត្តាអធិស្ឋានផងហើយបងប្អូនកុំភ្លេចចុចពាក្យជឿ Subscribe ដាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតបងប្អូនហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់